กรรมการวิดีโอរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបន្តភាគទី2របស់រឿង Assign or Affection កុំឲ្យខាត់ពេលវេលាយូរយើងនឹងចូលទស្សនាសេរីទាំងអស់គ្នាមកទៅក៏ប៉ុន្តែមុននឹងចូលទៅទស្សនាសេរីរបស់យើងខ្ញុំនឹងសូមឲ្យអ្នកទាំងអស់គ្នាមានចិត្តធម៌មេត្តាជួយ like subscribe ដល់រូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការសម្ដែងរឿងជួយអ្នកទាំងអស់គ្នាបន្ថែមតាមអេពីសូត2ហ្នឹងគឺយើងបានឃើញយេស៊ូមីក្នុងយូគីនឹងកំពុងនិយាយគ្នាទៅប្រើភាសាសកម្មភាពតែរឿងទាំងអស់នេះមានខនជាអារម្មណ៍ស្មើៗរបស់យូគីទេដោយសារតែយូគីនឹងមិនទាន់ភ្លេចនៅរឿងពីម្សិលមិញជាមួយយេស៊ូមីអមករបស់យូគីក៏បានដើរចូលមកដល់ហើយគាត់ក៏ឲ្យយូគីរៀបចំស្រួយលឿនទៅជិតដល់ម៉ោងត្រូវទៅសាលារៀនហើយយូគីវិញធ្វើរឿងផ្លឹកអៀនមិនគេទៅព្រឹកមកព្រោះនាងក៏បានរៀបចំខ្លួនទៅសាលារៀនជាធម្មតាពេលទៅដល់សាលារៀននៅកន្លែងហាងបាយមួយយូគីក៏បានទៅអង្គុយលេងជាមួយនឹងរៀននិងនិយាយគ្នាជាមួយរៀនតែទៅនឹងយេស៊ូមីពីម្សិលមិញអយូគីក៏បានអរគុណទៅកាន់រៀនដែលធ្វើឲ្យយេស៊ូមីនាងបានរួមមួយគ្នាបានយូរទៅ2នាក់ឃើញរៀននឹងចេះយកចិត្តពូម៉ាល្អហ្មងរៀនបានដឹងថាយេស៊ូមីនិងយូគីនឹងគឺមានចិត្តទៅលើគ្នាទៅវិញទៅមកហើយឬក៏បានអាប់យូគីគ្នាអៀនទៀតហើយកំពុងអង្គុយនិយាយគ្នាសន្សំក៏កលេចទៅមកខាងទៀតក៏បានឃើញយេស៊ូមីកំពុងតែឈរនិយាយគ្នាជាមួយនឹងស្រី2នាក់ស្រី2នាក់នោះមិនមែនជាជនជាតិជប៉ុនទេពួកគេគឺជាជនជាតិបរទេសដែលយូគីដឹងដោយសារតែយូគីអាចបបោមករបស់យេស៊ូមីនៅពេលដែលគាត់និយាយពេលដែលយេស៊ូគីនិយាយរួចក៏បានរកចេញពីកន្លែងមួយនោះយូគីរៀបទៅហៅគាត់នឹងហើយស្រាប់តែពេលនោះរៀនក៏បានស្រែកហៅយេស៊ូមីមុនយូគីទៅទៀតយេស៊ូមីបានញើសមកខាងក្រោយឬក៏ប្រឃើញយូគីកំពុងតែមើលគាត់ដូច្នេះគាត់ក៏បានដើរទៅជិតយូគីហើយមើលមុខយូគីមិនដាក់ភ្នែកឡើយធ្វើឲ្យយូគីយើងអៀននឹងងក់ក្បាលទៅខាងក្រោមរហូតមិនហ៊ានមើលមុខរបស់យេស៊ូមីទេពេលនោះយេស៊ូមីក៏បានសួរយូគីថាថ្ងៃនេះនាងអាចប្រើប្រាស់ភាសាសកម្មភាពនោះមកនិយាយទៀតទេមែនពេលនិយាយគ្នានឹងខ្ជិលយ៉ាងក៏បានដើរមកដល់ក៏បានឃើញសកម្មភាពអ្នកទាំងពីរនឹងកំពុងតែនិយាយគ្នាហើយទៅមើលយូគីរបស់យើងវិញនាងដកទូរស័ព្ទរួចហើយតែនាងមិនដឹងឆ្លើយតបជិតទៅនឹងយេស៊ូមីវិញមិនទេដោយសារតែយេស៊ូមីយើងនឹងអន់គេនាងពេកយូគីបានឆ្លើយតបទៅកាន់យេស៊ូមីថានាងក៏ចង់ប្រើប្រាស់ភាសាសកម្មភាពដែរតែដោយសារកន្លែងនេះគឺក្នុងសាលារៀននឹងមនុស្សច្រើនហើយយូគីគឺជាមនុស្សដែលខ្វះអ៊ីនច្រើនតែយូគីយើងនិយាយចឹងភ្លាមយេស៊ូមីក៏បាននិយាយថានាងនឹងគួរឲ្យស្រឡាញ់ទៅធ្វើឲ្យយូគីយើងគិតថានាងតាមបបោមករបស់យេស៊ូមីខុសឬក៏យេស៊ូមីនិយាយមកកាន់នាងចឹងមែនធ្វើឲ្យនាងនឹងឡើងភ័យហ្មងយេស៊ូមីនិយាយថាគាត់ទីទៀតនឹងត្រូវជិះទៅខាងក្រៅប្រទេសហើយតែគាត់នឹងទៅប្រទេសឡាវយេស៊ូមីគ្នាខំធ្វើមកមើលមួយអានឲ្យស្រួលយល់នឹងយូគីយើងស្ដាប់ឲ្យយល់ទៀតដូច្នេះយេស៊ូមីក៏សម្រេចឈប់ក្នុងការសែនឆាតឲ្យនាងហ្មងទៅពីការសន្ទនារបស់ពួកគេបានចប់នឹងយេស៊ូមីក៏បានធ្វើការលាទៅកាន់យូគីឬក៏បានធ្វើដំណើរទៅបន្តទៀតក្រោយមកយូគីក៏បានចូលអង្គុយតោះជាមួយនឹងរីងវិញក៏បាននិយាយទៅកាន់យូគីថាទំនាក់ទំនងរបស់យូគីនិងយេស៊ូមីនឹងគេហៅថាក្តីស្រឡាញ់ហើយខនិយាយដល់កន្លែងនឹងភ្លាមយូគីយើងក៏មានអារម្មណ៍ថាតើភាពស្រឡាញ់និងស្នេហាគឺខុសគ្នាត្រង់ណាយើងពិតជាចង់ដឹងមែនតើក្រោយមកអ្នកទាំងពីរក៏បានកលេចមកទៅខាងលើឃើញហូស៊ីនឹងកំពុងតែធ្វើសកម្មភាពសួរទៅកាន់យូគីថាអ្នកប្រុសម្នាក់គឺជាណាគេដោយយូគីបានឆ្លើយតបទៅកាន់ហូស៊ីថាអ្នកប្រុសម្នាក់គឺជាពុកម៉ែរបស់នាងមានមិនមែនហូស៊ីបាននិយាយថាគ្មានបញ្ហាអីទេអាឡុងពេលនោះក៏មានបរិបទមកធម្មតានឹងបានដើរមកគឺជាមិត្តភក្តិរបស់ហូស៊ីហើយក៏បានសួរហូស៊ីថាម្នាក់ស្រីទាំងកងពីរនាក់គឺជាណាគេគេបានប្រាប់ទៅបរិបទមកធំនឹងថាពួកគេទាំងពីរគឺជាមិត្តភក្តិរបស់គាត់ដែលមានស្រីស្រីក្រែងឈ្មោះថារីននិងមនុស្សស្រីស្រីវិញឈ្មោះថាយូគីដោយនាងមានបញ្ហាទៅជាស្ដាប់ឲ្យមិនយូរឡើយតាមមកធំឆ្ងល់មិនចេះឈប់ក៏បានសួរទៅអូស៊ីទៀតថាយូគីនឹងវាឧបករណ៍ជំនួយជាឯមីកានីនឹងសាមលើអញ្ចឹងគេបានប្រាប់ទៅពុកម៉ែរបស់គាត់ថាយូគីបញ្ហាទៅជារបស់នេះមិនមែនជារឿងធម្មតាទេដែលនាងនឹងបញ្ហាហ្នឹងតាមពីក្មេងមកម្លេះបានសួរទៅកាន់អូស៊ីថាតើពីណាគាត់និងពុកម៉ែគាត់មិននឹងនិយាយពីរឿងអីគេគាត់មានឆ្លើយមកថាគាត់ដើរជិះធ្វើបំណយទៅធ្វើឲ្យយូគីនឹងមានអារម្មណ៍ថាអូស៊ីនឹងគឺignoredនាងគាត់មិនក្បាលច្រើនដែរឬក៏បានសួររៀនថារៀននឹងទៅចាំមិនតែចំពោះភាពខុសគ្នារវាងការស្រឡាញ់ហើយនិងស្នេហានឹងបានឆ្លងកាត់មុនយូគីយកដោយសារតែយុគមួយដែល show យ៉ាស្កេ show របស់គាត់នឹងក៏ឆ្លងកាត់រួចហើយក៏បាននិយាយថាអារម្មណ៍យុគនឹងគឺជាអារម្មណ៍ក្តីស្រឡាញ់នាងមានចំពោះ show យ៉ាក៏បានឲ្យយូគីគិតបន្តិចសិនទៅមិនចាំបាច់ទៅប្រាប់គាត់ឥឡូវនឹងក៏បានដែរតែចាំតែក្រោយចាំប្រាប់គាត់សំខាន់នៅយូគីនឹងបានគិតសិនទៅពីដូច្នេះក៏យកព្រមរួចអ្នកទាំងពីរក៏បានបែកផ្លូវគ្នាត្រឹមនឹងកន្លែងចំណោររថភ្លើងមួយបរិម្នាក់នឹងដើរចេញពីកន្លែង check out ហើយពេលនេះម្នាក់ក៏បានហៅគាត់តែគាត់បានងាកក្រោយទេហូស៊ីក៏នៅកន្លែងនឹងដែរគាត់បានឃើញបរិនឹងដើរព្រមមីក្រោយដូច្នេះគាត់ក៏បានឃើញថាបរិម្នាក់នឹងគឺមានបញ្ហាតិចទៀតដូចយូគីដូចគ្នានឹងខាងក្រៅពេលបរិម្នាក់ពុំឈប់មើលទូរស័ព្ទនឹងហូស៊ីក៏បានគេគាត់នឹងប្រាប់រឿងរ៉ាវទៅគាត់នឹងមិននឹងបលិហាទៅគាត់បានញីអដូច្នេះបរិនឹងអរគុណទៅកាន់ហូស៊ីឲ្យធ្វើដំណើរឡើងលើទៅលឿនពេលដែលហូស៊ីនិយាយមួយបរិម្នាក់នឹងចប់ហើយក៏បានជួបមិត្តភក្តិរបស់គាត់ម្នាក់ទៀតមានឈ្មោះថាយីជូមីព្រោះពួកគេក៏បានដើរទៅផ្ទះជាមួយនឹងគ្នាដែលយីជូមីនិយាយថានាងមិនដែលឃើញហូស៊ីយើងប្រើប្រាស់ភាសាសកម្មភាពជាមួយអ្នកដទៃពេកក្រៅពីយូគីគ្រាន់តែយីស៊ូមីនិយាយដល់ចំណុចនឹងភ្លាមហូស៊ីគាត់ក៏បាននិយាយថាមនុស្សដែលសាប់អ្វីមួយលឿននឹងងាយនឹងទទួលបញ្ហាមែនទែនដូចជាបរិម្នាក់មិញអញ្ចឹងដែលហូស៊ីគាត់និយាយអញ្ចឹងគាត់ចង់សម្ដៅទៅលើយូគីហើយមើលទុកមុខរបស់ហូស៊ីនឹងគាត់ពិតជាបារម្ភយូគីខ្លាំងមែនទែនបើទៅហូស៊ីដូចជាមានចិត្តលើយូគីដែរត្រឡប់ប្រទេសរបស់យូគីនាងកំពុងដើរបដានឹងកាត់បដាពីយីស៊ូមីរួចនាងក៏បានឃើញចាប់ពីក្បាលកំពុងតែនិយាយគ្នានៅលើដើមឈើរួចនាងក៏បានសម័យទៅដល់យីស៊ូមីទៀតហើយយូគីរៀបបញ្ចូលដីទៅហើយនាងក៏បានបើកទូរស័ព្ទមើលទៅក៏បានឃើញផ្សារនឹងផ្ញើពីយីស៊ូមី
ធ្វើឲ្យនាងសប្បាយចិត្តខ្លាំងមែនទែនអ៊ីស៊ូមីបានផ្ញើរូបដែលគាត់ដើរលេងនឹងថតរូបជាមួយក្មេងៗនៅប្រទេសឡាវហើយគាត់ធ្វើដូច្នេះដើម្បីយូគីនឹងបានឃើញពិភពលោកខាងក្រៅនិងស្គាល់ដូចគាត់ដែរគាត់ដឹងចិត្តយូគីនឹងថាយូគីនឹងចង់ស្គាល់ពិភពលោកខាងក្រៅដោយសារតែនាងមានអារម្មណ៍ថាពិភពលោករបស់នាងពិតជាតូចជាងអ៊ីស៊ូមីបានឆាយទៅប្រាប់យូគីទៀតថាគាត់បានជួយតែសំណាក់តម្លៃក្រោម$7នឹងមួយកន្លែងដូច្នេះសេវាអ៊ីនធឺណិតវារៀងអន់ហើយខ្ញុំក៏ប្រញាប់ជួគេងហើយណាមួយថ្ងៃស្អែកក៏ត្រូវងើបលឿនត្រឡប់ទៅប្រទេសជប៉ុនវិញជួគីថ្ងៃស្អែកគ្រាន់តែលើថាយូស៊ូមីត្រឡប់មកវិញថ្ងៃស្អែកហ្នឹងយូគីមានអារម្មណ៍សប្បាយចិត្តនឹងល្មីនឹងពេញពូកទៀតហ្មងមើលទៅអៀនគ្រប់ពេលវេលាហ្មងយូគីនេះពេលព្រឹកឡើងថ្ងៃស្អែកហ្នឹងយូគីធ្វើដំណើរពីផ្ទះរបស់នាងទៅសាលារៀនរួចនាងក៏បានឈរនៅភ្លើងស្តុបមួយចំហៀងទៀតរួចនាងក៏បានមើលទៅខាងមុខក៏ឃើញអ៊ីស៊ូមីនឹងឈរមកចំហៀងទៀតដែរក្រោយមកអ៊ីស៊ូមីក៏បានឃើញយូគីយើងហៅគាត់ដូច្នេះគាត់ក៏បានធ្វើជាសញ្ញាភាសាសកម្មភាពប្រាប់នាងថា Good morning រួចមកយូគីក៏បាននិយាយ Good morning ទៅកាន់អ៊ីស៊ូមីវិញធ្វើឲ្យនាងមានអារម្មណ៍ថាចម្លែកនិងសប្បាយចិត្តណាស់ដោយសារតែអ៊ីស៊ូមីនឹងចេះប្រើប្រាស់ភាសាសកម្មភាពហើយនាងមានអារម្មណ៍ថារាល់ពេលដែលនាងជួបអ៊ីស៊ូមីនឹងនាងតែទទួលអារម្មណ៍ថ្មីៗរហូតនាងពិតជាសប្បាយចិត្តមែនទែនស្ទើរប្រកហងក៏បានមកដល់ពួកគេក៏បានធ្វើដំណើរទៅជួបគ្នារួចពេលនោះអ៊ីស៊ូមីក៏បានដកកូនតុក្កតាទូចមួយបកគោទៅឲ្យកូនតុក្កតានឹងមកទុកមុខយូគីគេធ្វើតាមមកទឹកមុខចឹងមែនថាយូគីស្រឡាញ់តុក្កតានឹងណាព្រោះនាងដឹងថារបស់ដែលអ៊ីស៊ូមីឲ្យនាងនឹងមានអត្ថន័យហើយនាងក៏បានអរគុណអ៊ីស៊ូមីដែលបានឲ្យវត្ថុនោះមកកាន់នាងរួចយូគីក៏បានញញឹមទៅកាន់អ៊ីស៊ូមីធ្វើឲ្យអ៊ីស៊ូមីយើងមើលនាងដាក់ភ្នែកទេរួចគាត់ក៏បានជប់ដៃដាក់លើក្បាលយូគីម្ដងទៀតតែកន្លែងហ្នឹងយូគីយើងញញឹមស្អាតតែអ្នកទាំងអស់ពេលទៅដល់ផ្ទះវិញហ្នឹងយូគីដេកបដានឹងមើលវត្ថុដែលអ៊ីស៊ូមីឲ្យនាងហើយនាងក៏បានសម័យទៅដល់អាការនាងនឹងទូចនឹងរៀនក៏បានរៀននៅសាលាមួយកន្លែងសាលាហ្នឹងគឺជាសាលាសម្រាប់មនុស្សថ្លង់ហើយនាងនឹងការទូចមានពុកម៉ែទៅ4នាក់ទេហើយស្ថានភាពក្នុងសាលាហ្នឹងគឺជាពិតជាស្ងប់ស្ងាត់មែនទែនយូគីបានរៀននៅសាលាថ្លង់រហូតដល់ថ្នាក់បឋមស្ថានភាពសាលានៅស្ងាត់ដដែលគឺយើងនឹងហើយយូគីយើងគឺមិនដែលទទួលបានអារម្មណ៍ថ្មីនិងស្គាល់ពិភពលោកច្បាស់ទេក្រោយនៅសម័យចប់ភ្លាមនឹងយូគីក៏មានចម្លើយក្នុងការឆ្លើយតបសំណួររបស់រៀនដែលបានសួរនាងពីលើកមុនស្អាតឡើងនាងក៏បានរត់ទៅកន្លែងយូគីនិងរៀននឹងធ្លាប់ទៅអង្គុយលេងជាមួយនឹងគ្នារាល់ដងតែពេលនាងទៅដល់នឹងបានឃើញថារៀននឹងកំពុងតែជាប់និយាយគ្នាជាមួយពូម៉ាក់គាត់ពីរនាក់ទៀតចឹងហើយនាងក៏ឈរចាំមួយផ្លែពេលតែនាងកំពុងតែឈរចាំនឹងមួយឈីក៏បានមកពីក្រោយខ្នងមីនាងហើយក៏បានសួរថានាងនឹងកំពុងឈរចាំតែគេយូគីបានឆ្លើយតបវិញថាគាត់កំពុងតែឈរចាំមិត្តភក្តិគាត់នឹងណាហើយខ្ញុំផ្លេចពិចារណាទាំងអស់គ្នាអូឈីរបស់យើងគឺគាត់ធ្លាប់រៀនឯភាសាសកម្មភាពតាមបន្ទូចមកយីទៅអូឈីយើងធ្វើរឿងអីក៏ដោយខានឲ្យតែបានជួយយូគីគាត់ធ្វើទាំងអស់គាត់សុខចិត្តរៀនភាសានឹងដើម្បីឆ្លើយឆ្លងជាមួយនឹងអ៊ីស៊ូមីដែលមានភាពងាយស្រួលឃើញអត់ឡងពេលដែលពួកគេកំពុងនិយាយគ្នាណាអក្សរស្កើក៏ដើរមកដល់ធ្វើឲ្យយូគីយើងមើលមកអក្សរស្កើដកភ្នែកឡើយហើយយើងគួរតែដឹងណាទាំងអស់គ្នាអក្សរស្កើយកដៃលេងក្បាលយូគីយើងរហូតនឹងឲ្យទៅជួបលើកណាក៏លេងដែរមួយនឹងខូចហ្មងគាត់អ៊ីស៊ូមីនឹងឯក្បាលនាងរួចនាងក៏បានដឹងទាំងច្បាស់ថាជីវិតរបស់នាងបានផ្លាស់ប្ដូរនៅពេលដែលនាងឡើងមករៀននៅសាកលវិទ្យាល័យដោយសារតែនាងនឹងបានជួបអ៊ីស៊ូមីនិងមនុស្សដទៃទៀតធ្វើឲ្យនាងនឹងជួបរឿងថ្មីច្រើនអ៊ីស៊ូមីយើងក៏បានចូលទៅអង្គុយទុកនៅមួយកន្លែងម៉ារីនពីអ្នកទៀតនឹងបានឃើញអូឈីនឹងប្រើប្រាស់ភាសាសកម្មភាពនិយាយឆ្លងឆ្លើយជាមួយនឹងយូគីពួកគេមានអារម្មណ៍ថាការនិយាយគ្នារបស់អ្នកទាំងពីរនឹងពិតជាអស្ចារ្យមែនទែនណៃអាសក់ស្កើយស៊ូមីរបស់យើងនឹងមើលមុខអូឈីដល់ភ្នែកទេនិយាយថាពីរអ្នកនឹងមើលមុខគ្នាល្មមហ្មងក្រោយមករៀនក៏បានមកពីក្រោយខ្នងរបស់យូគីរួចហក់កត្រប់នាងធ្វើឲ្យនាងភ្ញាក់អូឈីឃើញដូច្នេះក៏បានដើរចេញតែមុននឹងគាត់ដើរចេញនឹងក៏បានផ្ដាំទៅកាន់រៀនថាថ្ងៃក្រោយកំហក់កត្រប់ស្មាររបស់យូគីទៀតនាងស្ដាប់នាងអត់ឮទេដូច្នេះធ្វើឲ្យយូគីនឹងភ្ញាក់មានគ្រោះថ្នាក់អីចឹងទៅរៀនឮដូច្នេះនាងក៏បានសុំទោសទៅកាន់យូគីហើយនិងអូឈីគីក៏បានប្រាប់ចម្លើយទៅកាន់រៀនដែលនាងបានសួរយូគីពីលើកមុនដល់នាងបានធ្វើដៃបេះដូងដែលមានន័យថាក្តីស្រឡាញ់របស់នាងចំពោះអ៊ីស៊ូមីពេលនឹងរៀនយើងនឹងស្រ័យឡើងមហាងហ្មងធ្វើឲ្យមនុស្សផ្សេងនឹងអ៊ីស៊ូមីនឹងងាកមកមើលគេទាំងពីរនាក់យូគីនឹងក៏បានប្រើប្រាស់ភាសាកាយវិការនឹងនិយាយទៅកាន់អ៊ីស៊ូមីអ៊ីស៊ូមីមើលនាងអត់យល់ឡើយដូច្នេះអ៊ីស៊ូមីក៏បានឆាតទៅសួរនាងដោយនាងនឹងបានប្រាប់អ៊ីស៊ូមីថាសញ្ញាមិញនឹងសួរគាត់ថាគាត់នឹងអត់អីទេមែនហើយអ៊ីស៊ូមីនឹងបានធ្វើសញ្ញាទៅវិញទៅធ្វើយូគីយើងសប្បាយចិត្តម្ដងទៀតហើយដោយសារតែអ៊ីស៊ូមីនឹងព្យាយាមរៀនភាសាកាយវិការនឹងដើម្បីទំនាក់ទំនងជាមួយនឹងនាងក្រោយមករៀនក៏បានបបួលយូគីនឹងចេញទៅខាងក្រៅរួចក៏បានឲ្យយើងដឹងថាព្រោះសកម្មភាពដែលអ៊ីស៊ូមីបានធ្វើមកកាន់យូគីនឹងធ្វើឲ្យយូគីមានអារម្មណ៍ប្លែកនិងមានភាពកក់ក្ដៅកថាទាំងអស់នេះហើយធ្វើឲ្យយូគីចង់នៅក្បែរអ៊ីស៊ូមីតែនៅគិតពីអ៊ីស៊ូមីបាទអារម្មណ៍ទាំងអស់នេះហើយគឺជាក្តីស្រឡាញ់នេះគឺជាភាពបញ្ចប់នៃអេពីសូត2របស់រឿងអាសាញ Your Affection អរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ខ្ញុំតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយ like Subscribe និងចូលរួមកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបានក្នុងការធ្វើរឿងសម្រាប់ជូនអ្នកទាំងអស់គ្នាបន្ថែមបាទសូមជម្រាបលា